ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំសូមមកធ្វើការបង្ហាញនៅរបៀប import refresh ជាមួយ Interact Raw Scan ចូលទៅក្នុងកម្មវិធី refresh Smile Design អញ្ចឹងជាទូទៅឧទាហរណ៍ខ្ញុំផ្ញើជូន file អ្នកគ្រូគឺមានប៉ុណ្នេះអញ្ចឹងដើម្បីធ្វើការទាញបញ្ចូលបានជំហានដំបូងសូមលោកគ្រូអ្នកគ្រូចូលទៅក្នុង app មួយឈ្មោះថា refresh បាទបន្ទាប់ពីចូលនៅក្នុងកម្មវិធី refresh បែបនេះហើយសូមលោកគ្រូអ្នកគ្រូចុចនៅកន្លែង setting នេះបន្ទាប់មកចុចនៅកន្លែង import RFS file បន្ទាប់មកលោកគ្រូអ្នកគ្រូសូមចុចកន្លែងនេះហើយធ្វើការរកទីតាំង file ដែលយើងបានទុកបើខ្ញុំផ្ញើជូនលោកគ្រូអ្នកគ្រូតាម Telegram សូមអ្នកគ្រូលោកគ្រូចូលនៅក្នុងកន្លែង download ហើយចូល Telegram desktop មកលោកគ្រូអ្នកគ្រូរកមួយឈ្មោះគាត់ទៅណាប៉ុន្តែបើអ្នកគ្រូលោកគ្រូ copy file វិញសូមលោកគ្រូអ្នកគ្រូចូលទៅក្នុងឈ្មោះ file យើងមកអូខេអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូឃើញ3 file បែបនេះសូមធ្វើការ import ម្ដងមួយចុចចូលទៅក្នុងចូលទៅមកតង់ទៀតអញ្ចឹងសូមចុច OK មកអូខេអញ្ចឹងលោកគ្រូអ្នកគ្រូកលេចមកខាងឆ្វេងដែរគឺឃើញឈ្មោះមេងហួរ import ចូលមកសូមធ្វើការបន្ត import នៅ file បន្ទាប់ទៀតសូមចុច OK មួយទៀតមកសូមចុចធ្វើការ import ម្ដងទៀតទៅលើឈ្មោះ folder ទី3អូខេនេះគឺរួចរាល់នៅក្នុងការ import refresh ដូច្នេះ refresh របស់លោកគ្រូអ្នកគ្រូមាន3 file បែបនេះបន្ទាប់មកសូមលោកគ្រូអ្នកគ្រូចុចទៅលើ fast scan smile មុនគេបាទបន្ទាប់មកសូមចុចកន្លែងនេះដើម្បីទៅធ្វើ smile design បាទបន្ទាប់មកទៀតសូមធ្វើការ select resting គឺតាម resting retraction តាម retraction st alpha តាម st alpha upper តាម upper import file ទៅរកទីតាំងដែលអ្នកគ្រូបាន copy ទុកមកបាទបន្ទាប់មកសូមធ្វើការចុច next អូខេអញ្ចឹងនេះគឺជារបៀបនៃការ import file របស់ Fast Scan អរគុណច្រើនជម្រាបលា